នេះមិនមែនជាលើកទី1ទេដែលបរិសុទ្ធខ្លាំងនៅកម្ពុជាបានប្រើប្រាស់នូវប្រព័ន្ធតុលាការដើម្បីបម្រើផលប្រយោជន៍នយោបាយឲ្យខ្លួនគ្មាននរណាម្នាក់មិនដឹងទេថាតុលាការសប្តាហ៍ថ្ងៃនេះគឺស្ថិតនៅក្រោមក្បាលវ៉ាវរបស់មេបកកាន់អំណាចរូបនេះជាឧទាហរណ៍ការចាប់ឃុំខ្លួនញាត់គុកដេញចាប់និរទេសទៅលើទណ្ឌិតមួយចំនួនកន្លងមកគឺសសឹងតែជាអ្នកទោសមនសិការទាំងអស់លោកពីនេះទៅទៀតនោះការចាត់វិធានការទាំងអស់នោះហាក់បីដូចជាលឿនជាងក្របមីស៊ីលទៅទៀតបើទោះបីជាគ្មានដីកាកោះហៅឬដីកាចាប់ខ្លួនពីតុលាការតែបើងាកទៅមើលជនមានអំណាចជនខលខូចជនអកតេជាតិជាមនុស្សញៀនជារិទ្ធិឆានខ្លះវិញបើទោះបីបាញ់សម្លាប់មនុស្សស្រស់ហើយក៏នៅតែអាចសប្បាយហឺហានៅក្រៅសំណាញ់ច្បាប់ដដែលនិយាយឡើងថាកំពុងចាត់វិធានការនិយាយឡើងថាគ្មានផុសតាងជាក់លាក់ចុះរូបភាពនិងវីដេអូដែលគេបានថតបានស៊ីជម្រៅទៅលើប្រព័ន្ធតុលាការសប្តាហ៍ថ្ងៃនេះអ្នកណាក៏ដឹងដែរថាអស់លោកតុលាការទាំងអស់នោះកំពុងតែស្ថិតនៅក្រោមក្រសួងយុតិធធក្រសួងយុតិធនេះទៀតសោក៏ស្ថិតនៅក្រោមរដ្ឋាភិបាលបកកាន់អំណាចដែរបើទោះជាយ៉ាងណាក៏ដោយក៏ស្ថាប័នមួយនេះដែលជាស្ថាប័នឯករាជ្យទាំងពូនឹងត្រូវបម្រើផលប្រយោជន៍ឲ្យបកដដែលប្រហែលថ្ងៃថ្មីនេះយុទ្ធសាស្ត្រសាមកុករបស់បរិសុទ្ធខ្លាំងរូបនេះកំពុងតែកក្រើកឡើងម្ដងទៀតដោយដើមសិលមិញយើងបានឃើញហើយថាតុលាការកូនអុករបស់បកកាន់អំណាចបានចោទចាប់សកម្មជនលេចធ្លោរបស់គណៈបកប្រឆាំងមួយចំនួនដោយចោទពីបទបង្កហិង្សាឆ្ងល់ដែរគឺឆ្ងល់ត្រង់ថាសកម្មជនខ្លះពុំបាននៅកន្លែងកើតហេតុផងក៏ត្រូវពួកអោបជើងទាំងអស់នោះចាប់យកទៅញាត់គុកដែរឬមួយក៏បុគ្គលជាប់ចោទទាំងអស់នោះចេះជ្រឹកដល់បងស្មោចខ្មៅ2500នោះម្នាក់ម្ដាយម្នាក់មួយជើងហើយក៏បំបាំងកាយខ្លួនមកវិញដោយការអញ្ជើញឲ្យតំណាងរាស្ត្របកប្រឆាំងចូលទៅឆ្លើយបំភ្លឺក្នុងតុលាការក៏បានចេញជាផ្លូវការដែលកម្រិតទោសរបស់តំណាងរាស្ត្រទាំងអស់នោះអាចនឹងត្រូវជាប់គុកផងក៏ថាបានប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏អាចឲ្យយើងសង្កេតបានយ៉ាងច្បាស់ក្រឡែតថានៅពីក្រោយបទចោទនេះហាក់បីដូចជាមានរឿងពុតក្បត់ម្យ៉ាងដែលញ៉ាំងឲ្យមានវិធានការនេះកើតឡើងក្រោយការចរចាបញ្ចប់ជំនុំគាំងនយោបាយកន្លងមកថ្មីនេះបើទោះបីជាបកកាន់អំណាចបានរុញទន្ទ្រានឲ្យគណៈបកប្រឆាំងចូលកាន់តំណែងក្នុងសភាយ៉ាងណាក៏ដោយក៏ការទាមទារឲ្យមានការកាត់កំណែទម្រង់ស្ថាប័នកម្ពុជានៅតែកើតឡើងជាមុនសិនដែរបកប្រឆាំងបានទាមទារសពគ្រប់ប្រការពីគណៈបកកាន់អំណាចសមាជិកកងជោគបោកគ្រប់រូបទទួលបាននូវអភ័យឯកសិទ្ធិដោយតំណាងរាស្ត្រដែរដើម្បីបម្រើផលប្រយោជន៍ឆន្ទៈជូនប្រជាពលរដ្ឋដោយគ្មានការភ័យខ្លាចប៉ុន្តែបើទោះបីជាមានចំណុចកណ្ដាលច្រើនក្នុងការត្រូវគ្នាប៉ុន្តែបកប្រឆាំងនៅតែមិនទាន់យល់ព្រមចូលធ្វើសច្ចាប្រធាននិងចូលប្រជុំសភាដដែលនេះក៏អាចសរបញ្ជាក់ឲ្យឃើញថាការចាប់ខ្លួនសកម្មជនមន្ត្រីរបស់បកប្រឆាំងនឹងក្លាយទៅជាការផ្ដោះប្ដូរនៅនយោបាយក៏ថាបានព្រោះបកកាន់អំណាចពេលនេះកំពុងតែភ័យលិចអាចលិចនោមហើយមកទៅចំពោះការចូលសភារបស់បកប្រឆាំង